ជំរាបសួរខ្ញុំបាទឈ្មោះឈួនវីរ៉ូខ្ញុំជាសិល្បករខាងផ្នែករបាំដែលជំនាញរបស់ខ្ញុំគឺល្ខោនខោលសួស្តីអ្នកគ្នាខ្ញុំឈ្មោះយូសារ៉ាន់ជាអតីតសិស្សនៃថ្នាក់របាំរបស់សាលាសិល្បៈទស្សនីយភាពហើយថ្ងៃនេះខ្ញុំបានបញ្ចប់ការសិក្សារបស់ខ្ញុំផ្នែករបាំនៅទីនេះហើយបានទទួលសញ្ញាបត្រមួយនេះផងដែរជំរាបសួរខ្ញុំឈ្មោះលក្ខរាប៉េជាសិស្សជំនាញផ្នែកសិល្បៈទស្សនីយភាពជំនាញរបាំឯកទេសល្ខោនខោលថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងដោយសារតែខ្ញុំបានទទួលសញ្ញាបត្ររបស់ខ្ញុំដែលខ្ញុំបានចំណាយពេលសិក្សាអស់រយៈពេលប្រហែលជា5ឆ្នាំនៅទីនេះហើយនឹង3ឆ្នាំបន្ទាប់ទៅទៅនឹងថ្នាក់វិជ្ជាជីវៈចុះសពទាំងអស់5ឆ្នាំនៅទីនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយហើយក៏រំភើបខ្ញុំទៅអបអរសាទរចំពោះខ្លួនឯងផងដែរដែលបានទទួលជោគជ័យក្នុងថ្ងៃនេះសប្បាយចិត្តហើយនឹងរំភើបក្រៃលែងដែលថាយើងតស៊ូតាំងពីដំបូងរហូតដល់ថ្ងៃនេះហើយមានការឆ្លងកាត់ឧបសគ្គជាច្រើននិងការរៀនសូត្រជាច្រើនពីលោកគ្រូអ្នកគ្រូនៅក្នុងថ្ងៃនេះដែរខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដែលបានបញ្ចប់ការសិក្សាដោយជោគជ័យហើយព្រមទាំងទទួលបាននៅសញ្ញាបត្រផលវិបាកក្នុងការសិក្សាខ្ញុំជួបប្រទះច្រើនទី1ដោយសារតាយើងត្រូវធ្វើការរៀនពេញម៉ោងហើយជួបប្រទះនៅឧបសគ្គផ្សេងទៀតឧទាហរណ៍ដូចផ្ទះខ្ញុំនៅឆ្ងាយខ្ញុំត្រូវជិះកង់មករៀនហើយខ្ញុំត្រូវស្វែងរកការងារក្រៅម៉ោងសម្រាប់ឧបត្ថម្ភទៅលើការសិក្សារបស់ខ្ញុំសម្រាប់ការចំណាយផ្សេងៗប៉ុន្តែទាំងអស់នោះជាកម្លាំងជំរុញផ្លូវចិត្តដ៏សំខាន់ដើម្បីឲ្យខ្ញុំអាចបញ្ចប់នៅថ្ងៃនេះផងដែរអញ្ចឹងឧបសគ្គទាំងអស់នោះមិនមែនជាឧបសគ្គធំសម្រាប់ខ្ញុំនោះទេក្នុងនាមខ្ញុំជាជនជាតិខ្មែរមួយរូបហើយក៏ជាអ្នកថែរក្សាបាទវប្បធម៌សិល្បៈរបស់ខ្មែរខ្ញុំសូមអំពាវនាវទៅក្មេងជំនាន់ក្រោយឲ្យជួយថែរក្សានៅសិល្បៈវប្បធម៌របស់ខ្មែរដែលបានរក្សាទុកពីបុព្វបុរសខ្មែរយើងពីមុនបច្ចុប្បន្ននិងជួយរក្សាទៅអនាគតឲ្យបានគង់វង្សសូមផ្ដាំផ្ញើផងដែរចំពោះបងប្អូនចំនួនក្រោយដែលនឹងក្លាយទៅជាសិល្បករបន្តក៏ដូចជាឈានជើងមកជាសិល្បករនៅថ្ងៃខាងមុខសូមបងប្អូនខំប្រឹងប្រែងរៀនហើយបើសិនជាបងប្អូនស្រឡាញ់ត្រូវតែតស៊ូមែនទែនពីព្រោះការសិក្សាទៅលើជំនាញនេះមានការពិបាកប៉ុន្តែកម្លាំងជំរុញផ្លូវចិត្តរបស់ខ្លួនឯងការគ្រប់គ្រងពីគ្រួសារដូចជាសាលារបស់យើងគឺមានកម្លាំងជំរុញដ៏ខ្លាំងសម្រាប់បងប្អូនបើសិនជាបងប្អូនអាចធ្វើបានបងប្អូនទទួលបានជោគជ័យនៅក្នុងការសិក្សាទៅលើជំនាញនេះក្នុងនាមបងជាសិស្សច្បងម្នាក់បងសូមផ្ដាំទៅដល់បងប្អូនឲ្យមានការខិតខំប្រឹងប្រែងតស៊ូនិងសិក្សាឲ្យបានច្រើនថែរក្សានៅសម្បត្តិវប្បធម៌របស់ជាតិយើងព្រោះបងប្អូនគឺជាតំពាំងស្នងរិស័យរបស់សង្គមជាតិទៅថ្ងៃខាងមុខខ្ញុំនឹងធ្វើការងារដែលទាក់ទងនឹងវិស័យសិល្បៈបាទជាលក្ខណៈស្ម័គ្រចិត្តឬក៏ជាគ្រូបង្រៀនហើយក៏ជាលក្ខណៈអីក៏បានឲ្យតែទាក់ទងទៅនឹងសិល្បៈបាទដើម្បីជួយថែរក្សាឲ្យក្មេងជំនាន់ក្រោយបាទពួកកម្រថែអនាគតក្រោយពីខ្ញុំបញ្ចប់ការសិក្សាមួយនេះហើយខ្ញុំនឹងបន្តបុកខាត់បន្ថែមទៅលើជំនាញរបស់ខ្លួនឯងនិងព្យាយាមស្វែងរកឱកាសសិល្បៈផ្សេងៗដើម្បីអាចសិក្សាទៅលើជំនាញថ្មីៗក៏ដូចជាប្រើប្រាស់ជំនាញសិល្បៈរបស់ខ្ញុំនេះដើម្បីចែករំលែកទៅដល់ក្មេងៗជំនាន់ក្រោយក៏ដូចជាខ្ញុំចង់ក្លាយជាសិល្បករម្នាក់ដែលអាចដើរទៅកាន់ប្រទេសផ្សេងៗផងដែរកម្រងនៅថ្ងៃអនាគតទៅខ្ញុំនឹងធ្វើជាគ្រូបង្រៀនម្នាក់ដែលមានជំនាញច្បាស់លាស់ហើយនឹងចែករំលែកនៅចំណេះដឹងរបស់ខ្ញុំទៅដល់បងប្អូនជំនាន់ក្រោយអង្គជាដំបូងខ្ញុំសូមអរគុណដល់ប៉ាម៉ាក់ខ្ញុំដែលគាត់តែងតែលើកទឹកចិត្តនិងជំរុញទឹកចិត្តខ្ញុំឲ្យតស៊ូដើម្បីបានបញ្ចប់ការសិក្សាមួយនេះហើយបន្តមកទៀតខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានពុះពៀបង្រៀននិងជួយណែនាំបងខ្ញុំលោកគ្រូអ្នកគ្រូទាំងអស់ទាំងលោកគ្រូអ្នកគ្រូនៅក្នុងសាលាសិល្បៈទស្សនីយភាពនិងបុគ្គលិករបស់សមាគមយើងដែលបានតែងតែណែនាំបង្ហាត់បង្រៀនដល់ខ្ញុំនិងដាស់តឿនខ្ញុំឲ្យខិតខំប្រឹងប្រែងទៅលើការសិក្សាជាពិសេសអរគុណដល់ខាងសង្គមគិច្ចដែលតែងតែគាំទ្រក៏ដូចជាសម្រាប់ស្រួលទៅលើបញ្ហានានាដែលខ្ញុំជួបប្រទះផងដែរអរគុណជំរាបលាបាទអរគុណច្រើនបាទជម្រាបលាបង